ប្រឹងអត់សំចៃទួងរែកសាយឆ្ងាយអត់ហើយជឿនយោនៅអត់ហើយនៅគាត់ឈរហាថ្ងៃបំពេញការងារដីដីស្រះខ្ញុំអង្គកំឡាំងហេវហត់ក្លៀនខ្លាំងលំបាកវេទនីខំមាត់ស៊ូទ្រាំបដូរអត់រុញរីមិនបាននឹងទីសម្រាប់ឡើយអត់ធ្វើការគេដែរហ៎អូនណាយេអត់ធ្វើការគេដែរព្រះអើយយ៉ាងខែតែខ្លួនខ្សត់ទ្រាំឃ្លៀនទ្រាំអត់ខាងកៃកិច្ចការបែកយោបដល់បដូរយកអង្គក៏ចិញ្ចឹមអាត្មាហើយនោះយ៉ាងនេះតសងបានបនប្រាំការជីកស្រះធ្វើពលកម្មនេះដើម្បីជួយអង្គបន្តជីវិតដល់អ្នកដែលក្រីក្រមើលចុះខែ7ហើយពុំទាន់មានភ្លៀងសោះភាពក្រីក្រនៅតែក្រីក្រដោយសារភាពរាំងស្ងួតដោយសារទឹកជំនន់ប្រជាជនទាំងអស់នេះក្រីក្រណាស់ព្រះប្រសង់បានលើកដីសស្រាក់សស្រាំទាំងថ្ងៃក្តៅហែងហើយក៏បានមកទទួលទាននៅនំបញ្ចុកដែលអាត្មាភាពបានអំណោយអំពីញាតិញោមជាពុទ្ធបរិស័ទដើម្បីមកជួយបន្តជីវិតបានមួយគ្រាកុំឲ្យព្រៀងមកនឹងទឹកដីហូរចូលនេះជាកាយភ្លេគឺមាត់ស្រះគឺសម្អាតមាត់ស្រះឲ្យបានល្អមាត់ស៊ូទ្រាំដោអត់រីមិនបាននិនទ្រាសម្រាប់គឺអ្នកខ្លះក៏កាយអ្នកខ្លះក៏លើកបន្ទីចាក់អាចដីមើលចុងព្រះអើយមេត្តាខ្លួនខ្សត់ទ្រាំឃ្លៀនទ្រាំអត់ខំធ្វើកិច្ចការបដូរយកអង្គក៏ចិញ្ចឹមអាត្មាតនេះគឺជាជនក្រីក្រនៅភូមិទួលព្រំភូមិខុសស្រុកមងវិស័យដែលបានមកលើកដីដើម្បីនឹងធ្វើជាវត្តដើម្បីបានជាអំណោយជាអង្គហើយនឹងបានកសាងវត្តរបស់ខ្លួនផងនៅក្នុងវត្តអំពិលតកោណនេះគឺជាវត្តដែលក្រីក្រនៅស្ទឹងបសឹងឃុំព្រៃតូចស្រុកមងរស័យការជីកស្រះនេះគឺបានសាងវត្តហើយនឹងបានជួយដល់ជាតិសាសនាផងដែរបានលើកអាចដីនេះយកទៅដាក់វត្តកុំឲ្យទឹកលិចហើយនឹងសាងជាកុដិហើយនឹងសាងជាសាលារៀនហើយអ្នកទាំងអស់នេះក៏បានអង្គផងដែរឃើញថាបានទាំងស្រះបានទាំងអង្គបានទាំងអាចដីដើម្បីទៅចាក់វត្តកុំឲ្យទឹកលិចហើយប្រជាជនទាំងអស់នេះក្រីក្រណាស់ដោយសារធ្វើស្រែពុំបានគុណដល់យុទ្ធពុទ្ធបរិស័ទចំណុចជើងវត្តបានលេខបារាំងនៅសហរដ្ឋអាមេរិកចូលបានប្រកបតែពុទ្ធគួរទៅឡាយពុទ្ធការគឺអាយុវណ្ណៈសុខៈពលៈ3គេហើយមើលសភាមួយញោមតិចមកញោមមកចាំតាមអីទៅញោមលើកដីអត់ដែរលើកបានថ្ងៃហើយដាក់មួកបានថ្ងៃហើយចា10ថ្ងៃហើយមានខ្លួនមានស្កាត់ឈឺស្កាត់ខាត់អត់មានទេអើយសម្រាប់ពេលណាខ្លះសម្រាប់យកអត់សម្រាប់ទេដល់បងម៉ាត់តស៊ូបានម៉ាត់ម៉ែដែរឡើយនេះបានដល់កខ្លះនោះមកត្រង់ហើយក៏ចាញ់ញោមខាងនោះមកញោមខាងនោះបានម៉ាត់ម៉ែដែរ
ណាបាន20ម៉ែត្រដែរបើក្បាល2បដ ប្រហែលអ្នក គ្នា4នាក់នេះគាត់ 4នាក់បានច្រើនដែរហ្នឹងតស៊ូ ឥឡូវថែម6ម៉ែត្រទៀត តស៊ូតែចប់ហើយណារត់ចោលហើយណា អត់រត់ចោលទេ រត់ចោលអត់បានក ណានៅកៅនេះរត់ទៅណានេះគាត់ ពលកម្មក្នុងពេលនេះគឺឲ្យលើកស្រះមានចំនួនបណ្ដោយ45ម៉ែត្រถึง30ម៉ែត្រទៅ2ម៉ែត្រគឺធ្វើជាពលកម្មរបស់ចរន្តពលមកហើយអ្នកស្រុកហ្នឹងក៏តស៊ូណាក៏លើកទៅថ្ងៃមិនសូវឈប់ទេសុំឈប់ទៅពេលបាយហើយមិនទេអត់បាត់ដំប៉ាំងអីចឹងណាអត់បានដំប៉ាំងតវ៉ាញោមណាបានដំប៉ាំងហើយនៅតាទីនេះទៅបានទេតាទីនេះទៅឡោ ចាំបានអត់ដល់នឹងបានបដាក់ថានឹងបាន នៅក្នុងទីនេះយើងបានចែកជានំប៉័ងចែកជាធ្វើជាបង្អែមធ្វើជាបបរហើយធ្វើជានំបញ្ចុកជូនគាត់ផងដែរឲ្យអង្គគាត់ហើយគឺយើងបានមួយអាទិត្យយើងធ្វើជានំបញ្ចុកចែកជានំប៉័ងផ្លែឈើជូនដល់គាត់គាត់ក្រីក្រណាស់ពោដោយសារទឹកចំនួនហើយពេលនេះគឺឆ្នាំនេះគឺរាំងស្ងួតតែម្ដងដោយសារភាពរាំងស្ងួតប៉ុណ្ណឹងប្រជាជនគាត់ខំប្រឹងណាស់ខំប្រឹងធ្វើការរកទទួលទានណាដើម្បីយកអង្គបដូរយកអង្គទៅបីកាយហត់យ៉ាងណាក្តីក៏ខិតខំលើកស្រះនេះដើម្បីបានជាស្រះផងដើម្បីសាងជាវត្តវារាមរបស់ខ្លួនផងហើយដើម្បីបានធ្វើជាសាលារៀនជួយដល់ជនដែលក្រីក្រកុមារាកុមារីដើម្បីសិក្សារៀនសូត្រយកចំណេះវិជ្ជានៅអក្សរសាស្ត្រខ្មែរយ៉ាងនេះដូច្នេះគឺវិជ្ជាជនទាំងអស់នេះគឺថាគាត់សស្រាក់សស្រាំណាស់បើកាយហត់ចិត្តបដូរកាយហត់ចិត្តបដូរតស៊ូណាស់ដើម្បីលើកដីនេះបើរែកឆ្ងាយផងរែកឆ្ងាយហើយគឺថាកាប់នោះក៏ពិបាកដែរទាំងថ្ងៃក្តៅបើទាំងថ្ងៃក្តៅតែពេលខ្លះគឺគាត់ម៉ោង1ម៉ោង2ហើយក៏គាត់នៅតែខំប្រឹងបើខំប្រឹងសម្រាប់បានតិចតួចណាបើអញ្ចឹងអំណោយទានដែលបានមកពីពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកនៅបារាំងនៅកាណាដាសូមចរន្តពរផងដែរថាអំណោយទានដែលបានពីកាណាដាគឺលោកតាភៀវលោកនិមន្តទៅកាណាដាហើយបានអំណោយទានពីពុទ្ធបរិស័ទនៅកាណាដានោះ2ឆ្នាំ3ឆ្នាំហើយតាំងពីឆ្នាំ2001 2002គឺលោកបានថវិកាមកដើម្បីជួយដល់ប្រជាជននៅក្រីក្រដូចជានៅក្នុងវត្តអំពិលកោងភូមិសង្ឃឃុំវិតូចច្របងសីខេត្តបាត់ដំបងយើងនេះគឺបានជាអង្គប៉ុណ្ណាបានជាអង្គក៏ត្រេកអរណាស់បានកាប់ដីបើបានការងារធ្វើហើយបានអង្គយកមកទទួលទានចិញ្ចឹមជីវិតបើចិញ្ចឹមជីវិតកន្លែងនេះគឺវត្តក្រីក្រណាស់ប្រជាជនក្រីក្រវត្តក៏ក្រីក្រផងដែរអាត្មាភាពនឹងមានគម្រោងការសាងជាសាលារៀនហើយនឹងសាងជាកុដិតូចមួយសម្រាប់ព្រះសង្ឃគង់នៅហើយសម្រាប់ជួយបណ្ដុះបណ្ដាលដល់កុមារាកុមារីដែលខ្វះសាលារៀននេះបងត្រូវការសាលារៀនកណាត្រូវការតបនៅខ្វះខាតគ្រប់មុខបាទមួយក៏ទឹកលិចបានទឹកលិចឡើងតែមិនទឹកលិចច្រើនទេណាទឹកលិចច្រើនទឹកលិចអស់លេងលិចទៅណាមអីតជាជនរត់បាត់ជើងបាត់ដៃក៏អត់បានស្រាប់បងប្អូនដែលបានមកឃើញបងប្អូនមើលតាមខ្សែទៅមិនមានសកម្មភាពទេគឺការពិតតាមក្រោយទៅជួយទៀតហើយតាមក្រោយទៅជួយឲ្យទៅពលកម្មទៀតបើតាមក្រោយឲ្យទៅពលកម្មទៀតហើយឲ្យលើកស្រះក្បាត់ជុំវិញវត្តពិលកោងវត្តស្រុកស្រែវត្តពេលនាមវត្តកណានេះវត្តកំសត់ណវត្តកសាថ្មីនៅក្នុងព្រៃក្នុងពេលនាមស្មោះហើយនេះខែទឹកមកលិចអស់លេងលិចបតលិចវិហារអស់លេងហើយឆ្នាំ2001នេះរាំងទៀតខែ7ហើយអត់មានទឹកសោះបងធ្វើស្រែមិនបានទេជួនកាលក៏ទឹកចំនួនជួនកាលក៏ភាពរាំងស្ងួតដូចយើងឃើញនេះជាកុដិវត្តអំពិលកើងបងកុដិវត្តអំពិលកើងកុដិនឹងតូចទេបងកុដិតូចដីគឺតែទឹកលិចបងកន្លែងនេះតំបន់ទឹកលិចទឹកទន្លេបងហើយលើកដីនេះក៏ថាពុំទាន់បានគ្រប់គ្រាន់ថាទឹកនៅតែលិចដដែលប៉ុន្តែយើងសង្ឃឹមថានឹងញាតិញោមជាពុទ្ធបរិស័ទនឹងជួយតាមរយៈអាត្មាភាពភិក្ខុមហាយានឿនពុំខានឡើយដើម្បីជួយកសាងវត្តវារាមជាពិសេសគឺជួយសាងស្រះទឹកនេះដើម្បីយកអាចដីមក
ជីកស្រះសាងវត្តជួយជាតិនិងសាសនាឲ្យបានរីកចម្រើនតទៅអនាគតកាលគឺគាត់ខិតខំណាស់បងគាត់ខិតខំកាប់ដីទាំងថ្ងៃបងទាំងថ្ងៃក្តៅហ្នឹងគឺថាខំប្រឹងណាស់សម្រាប់ពេលតិចតួចណាគឺគាត់សម្រាប់ត្រឹមតែកន្លះម៉ោងហើយគាត់ចាប់ផ្ដើមទៀតហើយពេលយប់នឹងបើកភ្លើងបងបើកភ្លើងមួយឆេះម៉ាស៊ីនហើយដើម្បីកាប់ដីទៀតនេះគូចោតិកាលោកខំប្រឹងរាល់ថ្ងៃបងខំប្រឹងណាស់លោកចាស់ហើយបងគាត់ចាស់ណាស់កំសត់កំរគឺខំប្រឹងលើកដីបញ្រៀបដីដែលញាតិញោមចំពុតបរិស័ទជួយហ្នឹងលើកមកធ្វើនេះមកធ្វើជាអីធ្វើជាវត្តធ្វើជាអីធ្វើជាវត្តថ្មីហៅវត្តថ្មីเป็นផ្កាយផ្កាយវត្តធ្វើផ្កាយនៅឃុំព្រៃតូចហើយប្រសឹងអ្នកដែលជួយលើកហ្នឹងគឺបានលោកឲ្យជាកម្លាំងពលកម្មជាអង្គអញ្ចឹងហ៎ណាឲ្យពលកម្លាំងជាអង្គនេះជាបោតកំសត់ណាវត្ត7កើងបងហើយនេះការជួយសង្គ្រោះកុមារកំព្រានៅវត្តនរាខេត្តបាត់ដំបងកុមារកំព្រានេះរស់ដោយសារបាយបាតក៏ប្រសងចិញ្ចឹមដែរនេះជាកុមារកំព្រានៅវត្តនរាខេត្តបាត់ដំបងរស់ដោយសារបាយបាតព្រះសង្ឃចិញ្ចឹមព្រះសង្ឃចិញ្ចឹមអប់រំឲ្យរៀនអក្សរហើយអប់រំនៅក្នុងធម៌អាផងដែរដូច្នេះទាំងបច្ច័យជាមួយឡាយmấyទាំងកនអីគឺមិនមែនមានคนស្មាតផ្ទាល់ទេគាត់ស្មាតសុំតែបាតជាមកគាត់ថាជាជួបសុំទៅយកមកលោកបដាំសានលោកបរិខាទៅដល់សុំគេដល់សុំដល់កន្លែងនេះក៏ឃើញប្រមាណកំព្រាចាំចាស់ទៅរៀបមេការតាមទីពេទ្យអីហ្នឹងតែរឿងនឹងសពតែហ្នឹងគាត់ណាហើយជាសាងសង់ជារោងទឹកខ្លះទៅបែកមកតិចតួចណាបានមិនច្រើនទេញោមឃើញលោកកនតិចណាស់ក៏តែស្មិនគឺតែតិចក៏ជួយយកទៅជំវិញមកដាក់ទៅជួយជាតិគឺតែច្រើនណាស់រឿងជួយដល់ការហ្នឹងក៏ចូលតែខ្ញុំហ្នឹងក៏ខ្លាំងដែរក៏ជួយបង្ខំដែរក៏សូមអនុមោទនាទាំងអស់នេះក៏សូមទៅការញាតិញោមព្រះអង្គក្តីហើយទៅការលោកគ្រូអ្នកគ្រូទាំងអស់ហ្នឹងបាទញាតិញោមចង់ជួយកុមារកំព្រាក៏សូមតាក់ទងអាត្មាភាពភិក្ខុមហាយានលឿនតាមទូរស័ព្ទ714 771 73444អាត្មាភាពនឹងយកអំណោយទាននេះទៅចែកជូនដល់កុមារកំព្រានៅឆ្នាំក្រោយក៏ទៀតសូមចម្រើនពរសូមអរគុណចំរសាកាពីថែទាំឃើញគេមានម៉ែខ្ញុំចង់តែយំនេះហើយទុកធំភ្នំស្មើពុំបានសពថ្ងៃខ្ញុំរស់បានបាយបាត់ก็เลยก็มาส่งจากบ้านที่บอกលោកតាលោកសុំទៅយកមកលោកបដាំសានលោកបរិខាទៅដល់សុំគេដល់សុំដល់ស្រុកកន្លែងនេះក៏ឃើញតាមបីធ្វើខ្ញុំស្រែកឃ្លៀងបានត្រឹមតែណាមេត្តាជួយប្រោតាមខ្ញុំក៏ព្រា
កុមារកំព្រារស់ដោយសារបាយបាតព្រះសង្ឃបិណ្ឌបាតគ្រប់ទិសទីកន្លែងដើម្បីយកមកចិញ្ចឹមឈាមខ្មែរដែលគ្មានម្ដាយឪពុកនេះបើញាតិញោមចង់ជួយសូមតាក់ទងអាត្មាភិក្ខុមហាយានឿនវត្តខ្មែរសន្តាឯណាតាមទូរស័ព្ទ714 771 7344 ថ្ងៃខ្ញុំព្រោះបានបាយបាត់ព្រះសង្ឃអាហារបានបាត់គ្រប់ឋានយកមកសងគ្រូដើម្បីធ្វើទានយើងខ្ញុំស្រែកឃ្លានបានត្រឹមតែរស់ខេមរាមេត្តាជួយប្រោះតើខ្ញុំកំព្រាដល់ក្តីស្រណងអាណិតណាសង្គ្រោះជាតិសាសន៍ខេមរាអាណិតណាសង្គ្រោះជាតិសាសន៍ខេមរានេះពេលនេះហើយដែលយើងជួយគ្នាបងណាដែលយើងជួយគ្នាតើតិចដីពីច្រើនទៅគឺជួយដោយស្មោះបងជួយដោយស្មោះដោយព្រមយកផលខ្លួនបងគឺមេត្តាករុណាមុទិតានេះគឺឋាននេះសំខាន់ណាស់ជួយគ្នាពីក្រោយជួយទៅដល់សមាធិព្រាចាស់ជរាជនពិការឋាននោះក៏ជួយកើតមកដោយសារព្រមយកផលអីទៅណាសូមកិច្ចការទាំងអស់នេះបានសម្រេចក៏ឲ្យក្មេងៗទាំងអស់ផងដែរគឺខិតខំសិក្សារៀនសូត្រមិនចោលណាហ្នឹងហើយខិតខំមែនទែនខ្ញុំទៅយើងនៅក្នុងកន្លែងវត្តបារាមនេះគឺរៀនខខ្លះរៀនសខ្លះរៀនភាសាផ្សេងខ្លះឲ្យស្ដាប់ស្គាល់គ្រូអ្នកគ្រូណាចោលណាហ្នឹងហើយខំមែនទែននេះគឺតាបានជួយមិនច្រើនទេតែជួយហើយយើងបាននំប៉័ងមិនដឹងទេយើងបាននំប៉័ងហើយទៅខំអស់កម្លាំងមកថឹកអត់ទៅវិញសើថមហ៎ណាអត់អីបាននំប៉័ងតិចទៅបាននំប៉័ងបងតាបានតិចទៅ10គូមកបានទន់ទន់ពេកណាសូមព្រះអង្គតាមពិតបច្ច័យអាត្មា9នោះបានច្រើនជា600តែចែកជានំប៉័ងខ្លះចែកជាខ្លះចែកជាស្អីខ្លះមិនបានគ្រប់ទាំងអស់ទេក៏ប៉ុន្តែបច្ច័យទៅតែវានៅសល់ខ្លះនៅសល់តែឆ្នាំក្រោយសូមទៅនេះជាអំណោយមួយយ៉ាងដែលថ្លៃថ្លាចំពោះកុមារកំព្រាក្នុងវត្តនារីដែលជាកំណត់ក្របដ៏សំខាន់ដែលចែកសម្រាប់អនាគតទៅដល់ពួកគេដូចហើយក្នុងនោះក៏មានការឧបត្ថម្ភពីព្រះពុទ្ធណាម្ចាស់គឺព្រះមហាក្នុងការជួយឧបត្ថម្ភហើយតែមានចំពោះកុមារកំព្រាវត្តនារីក៏ដូចជាកុមារទីទៀតនឹងការសុខភាព
វិធីជួយរំដោះទុក្ខខ្មែរមានគោលបំណងដើម្បីជួយសម្រាលទុក្ខដល់ប្រជាជនខ្មែរក្រីក្រតាមជនបទជនពិការកុមារកំព្រាជនអនាថាអ្នកជំងឺដែលបច្ចុប្បន្នកំពុងជួបប្រទះនៃការខ្វះខាតស្បៀងអាហារស្ទើរតែគ្រប់គ្នានៅទូទាំងប្រទេសដោយសុភាសិតខ្មែរបានចែងថាជួយគ្នាក្នុងគ្រាក្រកម្មវិធីនេះសូមជម្រាបជូនដំណឹងដល់សប្បុរសជនខ្មែរគ្រប់រូបនៅឯបរទេសដែលមានសទ្ធាជ្រះថ្លាចង់ជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាសូមទំនាក់ទំនងជាមួយព្រះភិក្ខុមហាយានលឿននិងគណៈកម្មការវត្តខ្មែរសន្តាឯណាតាមទូរស័ព្ទលេខ714 771 73 44សហរដ្ឋអាមេរិកជាទីអវសានក្នុងនាមប្រជាជនកម្ពុជាគ្រប់រូបសូមប្រសិទ្ធពរជ័យសិរីសួស្តីមហាប្រសើរសូមឲ្យអស់លោកស្រីដែលជាម្ចាស់អំណោយសូមឲ្យជួបតែនឹងពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាតឡាយសូមអរគុណដល់ព្រះអង្គគឺព្រះអង្គដែលដឹកនាំនៅអំណោយអស់ដោយព្រះគុណមានទឹកបតីជ្រះថ្លាដើម្បីធ្វើប្រជាពលរដ្ឋយើងដែលមានទេក្រនៅតាមជនបទខ្ញុំបានមកសូមបួងសួងឲ្យទេវតាជួយថែរក្សាព្រះអង្គគ្រប់ព្រះអង្គហើយនឹងថែរក្សាដល់ម្ចាស់ដើមទានដែលមានអំណោយចែកជូនដល់ប្រជាពលរដ្ឋយើងខ្ញុំទាំងកូនចៅយើងខ្ញុំសូមប្រសិទ្ធពរជ័យដល់ព្រះអង្គហើយនឹងអស់លោកទាំងអស់ទទួលរស់ស៊ីតិចគុំជារងចម្រើនរបស់មានអីមកបៀតបៀនសូមឲ្យរស់បានសុខដីចម្រើនម្យ៉ាងឲ្យទទួលប្រជាពលរដ្ឋយើងខ្ញុំតទៅទៀតព្រះអង្គអូល្អយ៉ាងក៏25គីឡូនេះសប្បាយចិត្តដែរហ៎អរគុណណាអញ្ចឹងសូមអរគុណដល់ម្ចាស់អំណោយគេដែលនៅអរគុណម្ចាស់អំណោយគេដែលគេផ្ញើមកឲ្យចែកឲ្យហូបនឹងអរទៅគេឲ្យទៅរកទីកំណើតកើតមានកើតបានទៅទៀតដល់ដូនអាយុបានហើយខ្ញុំ7ហើយជីដូនសពថ្ងៃនេះកូនចៅចិញ្ចឹមឬក៏នោះតែឯងឲ្យចៅគ្នាដែរអញ្ចឹងហើយចុះបានអីបានកូនណាហូបទៅសប្ងាយតែរនេះរងដាក់ជួយតាមបន្លែតាមនេះទៀតដល់ដាំបន្លែហើយអត់គ្មានស្រូវអង្គក្នុងផ្ទាំងខ្វាំងស្រា25គីឡូនេះសប្បាយចិត្តដែរហ៎ពេលនេះយើងអញ្ចឹងសូមអរគុណដល់ម្ចាស់អំណោយគេដែលនៅអរគុណម្ចាស់អំណោយគេដែលគេផ្ញើមកឲ្យចែកឲ្យហូបនឹងអរទៅគេឲ្យទៅរកទីកំណើតកើតមានកើតបានទៅទៀតនៅប្រទេសបារាំងប្រទេសអាមេរិកហ្នឹងខ្ញុំម្ដងខ្ញុំខ្មែររាល់ថ្ងៃយប់ព្រឹកអាណិតយើងខ្ញុំដែលក្រលំបាកវេទនាសពយ៉ាងស្រេកថ្លៃណោគុណដល់ម្ចាស់អំណោយថ្ងៃឲ្យបានដាក់តាមប្រតិសាទៅជួងសានថាប្រសងទៅបានតែក្តីសុខនៃចម្រើនលោកវេណាលោកបាល់លោកមួយ ហើយលោកគ្រប់ពេលវេលាជួយស្រូវអង្គខោអាវនឹងផ្ទះដល់ខ្មែរដែលខ្វាំងទីពឹងគ្រប់គ្នាសូមបានវគ្គផលកុសលថ្លៃថ្លាកុំភ្លេចខេមរាពូជខ្មែរអង្គយ៉ាងចុះមានលុយទិញទេដែរតែចំណាកណាតែចំអញ្ចឹងថ្លៃអំណរគុណដល់ម្ចាស់អំណោយទៅមកពីប្រទេសបារាំងហើយប្រទេសអាមេរិក
បងប្អូននៅស្រុកអាមេរិកស្រុកបារាំងដែលមានមនុស្សធម៌ប្រុសប្រណីដល់យើងខ្ញុំនៅជនបទក្រីក្រលំបាកច្បាស់ព្រឹកខ្លះងាយទៅសុំឲ្យអស់លោកនៅទីនោះឲ្យបានជួបព្រះពុទ្ធពរទាំងឡាយ5កាយយុវណៈសកលៈទីគណៈបីទីឃ្លាតឡើយណាស់យើងខ្ញុំដើរក្រលំបាកវេទនាថោកយ៉ាងស្រេកឃ្លានពន្លឹកជួយឲ្យជីវិតសាងអន់ដងទឹកសម្រាប់ងូតផឹកគ្រប់ពេលវេលាជួយស្រូវអង្គខោអាវនឹងផ្ទះដល់ខ្មែរដែលខ្វាំងទីពឹងគ្រប់គ្នាសូមបានអ្នកផលកុំសល់ថ្លៃថ្លាកុំភ្លេចកាមេរ៉ាពួយខ្មែរអង្គบ่โดนบ้านสอกบ้านចម្រើនខ្ញុំនៅផ្ទះឆ្ងាយទេនៅដល់ណា ហើយសូមអរញ៉ាទៀនដែលលោកបានផ្ដល់ឲ្យខ្ញុំនេះសូមឲ្យជូនទៅដល់អ្នកដល់លោកឲ្យបានក្តីសុខក្តីសុខសម្រាប់បានយកអនបានយកឲ្យ មានប្រតិជាស្លាបានព្រមអងយកទៅនឹងនឹងមានការអនុញ្ញាតឲ្យយើងអត់ណាអរគុណណាស់ញោមញោមអញ្ចឹងដែរបានដីសុខដីចម្រើនអ្នកគ្នាណាជួបប្រហែលគ្រូសាដែរនេះជាការទស្សនវិជ្ជានៃការដើរជិះអណ្ដូងទឹកជួយដល់ប្រជាជនដែលក្រីក្រដែលខ្វះទឹកនៅតាមខេត្តនានានៅក្នុងប្រទេសកម្ពុជាដែលដឹកនាំដោយព្រះសង្ឃនិងសំណាក់និស្សិតនៅភ្នំពេញហើយនិងព្រះសង្ឃនៅសហរដ្ឋអាមេរិកនៅបារាំងសូមញាតិញោមមើលនៅទស្សនវិជ្ជានៃការជិះអណ្ដូងទឹកដល់ប្រជាជនដែលក្រីក្រដូចតទៅអណ្ដូងទឹកនេះគឺមួយតម្លៃ$150អណ្ដូងទឹកលូនេះ$150បើជាញោមចង់ជួយក៏តាក់ទងមកភាពពិខុមហាយានលឿនវត្តខ្មែរសន្តាយណាទូរស័ព្ទ214 771 7344នេះជាភាពសប្បាយរីករាយជួយកុមារណារីដែលបានងូតទឹកត្រជាក់ណាស់ប៉កាយជួយដងទឹកគឺថាបានបនរៀងរាល់ថ្ងៃបងណាបានបនរៀងរាល់ថ្ងៃ3 4នេះជា Well the nation Mr. ទៀត and Miss Hidang Diamond សហរដ្ឋ USA ចឹងបានពោសូមញោមថ្លែងអំណរគុណទៅដល់ម្ចាស់ទានគេផងបានពោដឹកនាំដោយព្រះភិក្ខុមហាយានលឿនហើយប៉ុន្តែនេះធ្វើនៅក្នុងភូមិអីហានពោភូមិបាដំរីភូមិបាដំរីកណាឃុំអីឃុំត្រពាំងច័ន្ទឃុំត្រពាំងច័ន្ទកណាស្រុករបូខេត្តកំពង់ឆ្នាំងហានពោបូខេត្តកំពង់ឆ្នាំងអញ្ចឹងសូមថ្លែងអំណរគុណដល់ម្ចាស់ទានគេបន្តិចហានពោសូមជូននឹងជូនពរថ្លែងអំណរគុណដល់ម្ចាស់ទានបានកសាងដងនៅក្នុងភូមិក្បាលដំរីឃុំត្រពាំងច័ន្ទស្រុកបរបូខេត្តកំពង់ឆ្នាំងនេះសូមអរគុណច្រើនសូមជូនពរគឺផងអើយជូនពរដល់ម្ចាស់ដើមទានឲ្យមានសេចក្តីសុខសេចក្តីសុខសេចក្តីចម្រើនម្យ៉ាងវិញទៀតឲ្យជួបប្រទេសតែពួរ4ប្រការអាយុវណ្ណៈសុភៈវលៈបដិជនៈកំបីឃ្លៀងឃ្លាតឡើយទៅទីណាកន្លែងណាឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអនុមោទនាសូមបានសេចក្តីសុខសេចក្តីចម្រើនអាយុវែងមិនមែនមកអូដូចជាអីហ៎ឲ្យទឹកថ្លាល្អណាអន្តរសូមសម្រាប់ប្រដល់ញាតិញោមទឹកដងនេះថ្លាល្អអន្តរញាតិញោមគាត់បានទឹកប្រើគាត់លែងលំបាកហើយគាត់មានដីត្រេកអរផងណាសប្បាយចិត្តណាស់ព្រះអង្គបានទឹករួចប្រើប្រាស់ភ្នែក
ខ្វាក់ឲ្យឬយ៉ាងម៉េច បកាទាំងពីរ ការទាំងពីរ កណា អូពីការផ្នែកទាំងពីរតម្រង កណា ដងអត់មានស្អីទេទៅដៃចេះដៃទៅផ្អំ អូ ទេរស់សំដីរស់ទេសំដីទេ ពីការហ្នឹងពីតាំងពីកំណើតឬមួយក៏ទឹកនឹងពីការទេ ប្រហែលជា8ឆ្នាំហើយ 8ឆ្នាំហើយក ណា ធ្វើទាហាន អូ គឺទាហានរួចហើយបានកណាបកាភ្នែក អូតែពីការ8ឆ្នាំអីទេ កណា អូមើលមិនឃើញទាំងពីរតែម្ដង កណាកូនអស់ ហើយមានប្រពន្ធមានកូននេះសពថ្ងៃហ្នឹង ប្រពន្ធកណាស្លាប់បាត់ហើយ ស្លាប់បាត់ហើយក ណានៅជាមួយម្ដាយកណា អូហើយមានកូនទេ មានកូនមួយនៅខាងម្ដាយក្មេកកណានោះ អូ នោះអត់ ចង់ ជួយ ប្រជាពលរដ្ឋនៅក្នុងជនបទចេះក្រក្រៃណាស់ដូចជារូបកណាផ្ទាល់បកាភ្នែករួអីអត់ នៅក្នុងស្រុកអត់ដូវមានចំនួន3អណ្ដូវនៅក្នុងស្រុកចងពិសីមានចំនួន1 នេះជាភាពរីករាយសប្បាយដោយសារបានទឹកត្រជាក់ពណ៌បានទឹកត្រជាក់ណាស់ម្ចាស់អណ្ដូងម្ចាស់អំណោយក៏សូមឲ្យបានត្រជាក់ចំដូចជាទឹកអណ្ដូងអញ្ចឹងបងណាគឺនៅស្រុកសប្បាយចិត្តណាស់គឺបានទឹកអណ្ដូងនេះបង ដឹកនាំដោយព្រះវិខុមហាយលឿនព្រះវិខុមហាសញ្យុះព្រះវិខុរស់ចន្ទរាធ្វើនៅភូមិអីណាភូមិខ្នោឃុំរមាំងកោលស្រុកបៃទៀបខេត្តស្វាយរៀងអំដងនេះស្ថាបនារួចនៅថ្ងៃទី3 ខែ 3 2003 គឺអណ្ដូងពីមុនគឺអ្នកពិការដែរអណ្ដូងពីខេត្តកំពង់ឆ្នាំងគឺសត្វអ្នកពិការហើយអណ្ដូងនៅខេត្តស្វាយរៀងនេះក៏អ្នកពិការដែរបងញោមស្រីលើកដៃចំពះនេះគឺជាពិការភ្នែកបង អត់ អ្វីព្រៀបផ្ទឹមស្មើគ្មានព្រោះបានដងនឹងបានតែគុណជួយឧបត្ថម្ភគ្រប់គ្រង អត់ត កូនអត់ចាស់ ជូនពរដល់តែយូរប្រោព្រះវិសាលជាពរបងកម្លាំងខ្លាំងក្លាប្រាជ្ញាមោះមុតអាជួបតែសេចក្តីសុខប្រាចាសេចក្តីសុខហើយសូមឲ្យតែគុណជួបពុទ្ធពរទាំង3ប្រការសម្បត្តិមនុស្សទេវតានិងព្រះនិព្វានបានដូចចិត្តប្រាថ្នា ហើយជួយសិនចាស់ឡើយជានោះបានតោះហ្នឹង សូមឲ្យម្ចាស់អំណោយដែលបានជួយចិនដងទឹកនេះក៏សូមបានមគ្គផលកុសលក៏សូមឲ្យបានតិចតិចដូរជាទឹកអណ្ដូងប៉ុណ្ណាក៏សូមប្រាថ្នាយ៉ាងណាក៏សូមបានសម្រេចទោក្តីប្រាថ្នាជនដែលពិការភ្នែកនេះគឺគាត់សប្បាយចិត្តរីករាយត្រេកអរណាស់ព្រោះឲ្យអណ្ដូងទឹកស្នប់ក្តីអណ្ដូងទឹកលូក្តីគឺអណ្ដូង150 ដុល្លារបើញាតិញោមពុទ្ធបរិស័ទចង់ជួយដល់អ្នកដែលជនក្រីក្រខ្វះទឹកនេះក៏សូមតាក់ទងអាត្មាភាពតាមទូរស័ព្ទ714 771 7344សូមអរគុណទុកជាមុន ខ្ញុំនេះសូមឲ្យបានមកបានផលកុសលអនុសង្ឃរកទីមានបានតិចជុំប្តីជុំប្រពន្ធជុំកូនតទៅមុខទៀត អញ្ចឹង ការអ្វីបានដូចចិត្តប្រាថ្នា អត់តហើយញោមសប្ថ្ងៃហ្នឹងមានប្រមាណណាស់នៅក្នុងគ្រួសារហ្នឹង 3 នាក់ខ្ញុំងឹតភ្នែកទាំងពីរញោមពិការភ្នែកហ្នឹងពីកំណើតឬមួយក៏ ខំប៉ៅហើយយកគិនបានងឹត ញោមខណៈញោមកដាលហ្នឹងណា នឹងឲ្យខ្ញុំកដាលហើយខ្ញុំកដាលនឹងហើយងឹតផ្នែកទាំងពីរ ខ្ញុំកដាលនឹងហើយតែងឹតភ្នែកទាំងពីរ ញោមមានបញ្ជនបានហើយ បញ្ជន54 ព្រាមានតែ3 អញ្ចឹងញោមសប្ថ្ងៃហ្នឹងញោមមានធ្វើស្រែចម្ការអញ្ចឹងទេ ខ្ញុំកណាមានធ្វើការអីកើតទេណាតើ សម្រាប់ពលរដ្ឋយោពុទ្ធបរិស័ទបានញោមចង់ជួយជាដងទឹកដល់ជនក្រីក្រអ្នកពិការភ្នែកទៅតាមចង្កាត់បញ្ញប់នៅប្រទេសកម្ពុជាសូមតាក់ទងមកពីវិខុមហាយលឿនវត្តខ្មែរសន្តានាទូរស័ព្ទ214 771 7344 អំណោយអណ្ដូងរបស់ឧបាសិកាលិនអេងដឹកនាំដោយព្រះវិខុ
មហាយិននឿនព្រះវិខោមហាសំយុះព្រះវិខោរស់ចន្ទរានៅ USA ធ្វើនៅភូមិណៅឃុំអីឃុំរមាំងកោស្រុកបៃទៀបខេត្តស្វាយរៀងចឹងបានទៅញោមនៅនេះភូមិអីឃុំអីខ្នៅឃុំរមាំងកោគឺខេត្តស្វាយរៀងអញ្ចឹងសូមញោមថ្លែងអំណរគុណទៅដល់ម្ចាស់ដងទឹកពេលដែលញោមបានដងទឹកប្រើប្រាស់នេះហើយតើញោមមានសេចក្តីត្រេកអររីករាយយ៉ាងណាអញ្ចឹងសូមញោមថ្លែងអំណរគុណទៅដល់ម្ចាស់អំណោយជើងបានតើជើងចាស់អំណោយមិនតែងអរគុណនៅម្ចាស់ដែលមកឧបត្ថម្ភគ្រប់គ្រងដងដល់ពួកយើងខ្ញុំកណាសូមមានសេចក្តីត្រេកអរជាទីបំផុតមានអ្វីនឹងព្រៀបស្មើពីមុនក៏បាក់ណាឥឡូវបានទឹកខ្វះខាតបាក់ដើរដោយផ្ទះគេផ្ទះអីឥឡូវនេះបាននៅទីកន្លែងនេះគឺខ្ញុំកណាត្រេកអរជាទីបំផុតសូមគោរពជូនពរដល់ម្ចាស់អំណោយឧបាសិកាលុនអេងបាសិកាលុនអេងសូមបានហើយនឹងបដិគុណដល់គុណទាំង3ព្រះអង្គបានឲ្យបានអាយុយូរសុខភាពល្អបរិបូរណ៍តទៅទៀតទៅរហូតអញ្ចឹងមើលញោមផងណាសូមត្រេកអរដែរបានដុំទឹកនេះបដិគុណបានសាងសង់ខ្ញុំកណាត្រេកអរប្រើប្រាស់គ្រប់មានខ្វះអន្តទឹកនឹងថ្លាល្អទេអន្តហូបទៅមានធំអីទេថ្លាហូបទៅមានធំអីទេហើយក៏វាខ្លាំងធំអីទេគាត់ចឹងធំអីទឹកថ្លាទឹកថ្លាល្អណាធម្មតាចឹងចូលកាលពីមុនមកញោមទៅដល់ណាដងដល់ផ្ទះបងប្អូនជើងនេះលេចទៅវាយនឹងនេះឆ្ងាយពីវាយនឹងថ្ងៃពីអន្តអញ្ចឹងប្រើដងទឹកនេះប្រើប្រមាណគ្រួសារប្រើ3-4គ្រួសារម្ដងកង្វល់ទៅនេះទៅបានអូនហើយមួយទឹកទេឲ្យនាងរៀនទីតិចចុះឲ្យលោកផុសបានមកដល់មុខណាហ่าតបផងរៀនបែរមុខទៅនោះលោកប៉តិចចំនៅប៉ក្មេងកមារនេះបានទឹកងូតគឺតិចណាស់ហើយក៏សូមឲ្យម្ចាស់ដងនឹងក៏បានតិចទៅចំដូចជាទឹកអញ្ចឹងគាត់ហើយក៏សូមឲ្យបានបុណ្យរៀងរាល់ថ្ងៃពិតជាបានបុណ្យរៀងរាល់ថ្ងៃហើយព្រោះថាអ្នកស្រុកនឹងគាត់ប្រើប្រាស់រៀងរាល់ថ្ងៃដែរហើយម្ចាស់អំណោយម្ចាស់ដងនឹងក៏បានបុណ្យរៀងរាល់ថ្ងៃផងដែរដូច្នេះបើញាតិញោមចង់ជួយក៏សូមតាក់ទងអាត្មាភាពភិក្ខុមហាយាននឿនទូរស័ព្ទ214 771 7344ហើយអណ្ដងមួយនេះគឺអណ្ដងលូក្តីអណ្ដងសំណប់ក្តីគឺ$150$150គឺបានបុណ្យទាំងថ្ងៃទាំងយប់បានតិចទៅចំណោះទៅជាអត់ដែរចៅទៅជាអត់ដែរណាលោកតាសបាយអរគុណផងទៅជាណាអរគុណខ្ញុំសបាយបានទឹកដើបានទឹកមុខសបាយអរគុណផងមកកប់មកនោះเราไม่เอาคนนู้นเยอะเอาคนนู้นเยอะตอบให้มือมุกตะลุกพ่อออกคุณนะถ้าจะออกคุณโดนแต่คนจุ่มนุยประกาศเสียงจุ่มแล้วคนจ่ายจุ่มเรานะคนนั้นคนในอเย็นทีคนแล้วก็แต่บ้านตึ้งโอ้ยมันไม่จับนะนักจับความปลอดภัยការធ្វើទៀនទឹកពិសេសវិសាលណាប៉ពិសេសវិសាលយើងគឺថារស់អត់ដោយអត់ទឹកគឺថារស់មិនបានទេប៉គឺពិតជាស្លាប់ហើយដូច្នេះបានទឹកហ្នឹងគឺថារស់ហើយប៉បានរស់បានដាំជាដំណាំបានងូតបានផឹកបានបោកគក់បានសត្វពាហនៈគឺប្រើប្រាស់ទឹកនឹងផងដែរប៉គឺដូច្នេះគឺថាបានបុណ្យទាំងសពប៉នៅស្រុកគាត់បានធ្វើដំណាំដាំជាតកួនប៉ធ្វើស្រូវស្រែនោះប៉ណាដោយសារទឹកដូងដែរប៉បានទឹកដូងចិត្តគឺបង្ហូរទឹកដូងទៅបានប្រើប្រាស់តែម្ដងប៉ទឹកដូងជូនដល់ជនក្រីក្រដើម្បីជួយបន្តជីវិតដល់អ្នកក្រីក្រនេះតែនេះជាដូងមួយទៀតគឺដូងលោកឈឹមសុថាអ្នកស្រីអុកណារ៉េតលោកវុធីគួចអ្នកស្រីកេសរា
អំណោយអណ្ដូងទឹករបស់លោកឈុនសុថាអ្នកស្រីអុកណារ៉េតលោកវុធីគួយអ្នកស្រីកេសារ៉ាដឹកនាំដោយព្រះវិខុមហាយិននឿនព្រះវិខុមហាសំយុះព្រះវិខុរស់ចន្ទរានៅសហរដ្ឋអាមេរិកធ្វើនៅភូមិបឹងរៃឃុំក្រៅគោស្រុកកែជ្រុំខេត្តស្វាយរៀងកសាងរួចនៅថ្ងៃទី18ខែ5ឆ្នាំ2003មិនសាប់អូនឡើងអូនដល់នេះឃើញថាទឹកពេញល្អណាស់ពេញបានច្រើនដូរនេះជួនកាលជ្រៅកន្លះ20ម៉ែត្រកន្លះ30ម៉ែត្រឯណោះប៉ហើយឥឡូវហ្នឹងទឹកដូរនេះចេញបានល្អទេអត់បងល្អអន្តចុះអណ្ដូវនេះបុកជម្រៅប៉ុន្មានម៉ែត្រជម្រៅ33ម៉ែត្រ33ម៉ែត្រអន្តហើយឥឡូវញោមទាំងអស់គ្នាបានទឹកអណ្ដូងប្រើឥឡូវនេះញោមមានសេចក្តីត្រេកអរសប្បាយរីករាយយ៉ាងណាដែរបានតហើយសូមលើកដៃករណាសប្បាយរីករាយណាស់ដែលក្រោយពីបានទទួលអំណោយរបស់លោកឈឹមសថាលោកស្រីអុកណារ៉េតលោកវុធីគួយលោកស្រីកេសារ៉ាដែលដឹកនាំដោយព្រះដេចប្រគុណព្រះមហាយិននឿនព្រះដេចជាប្រគុណព្រះភិក្ខុមហាសំយុះព្រះដេចជាប្រគុណព្រះភិក្ខុរស់ចន្ទរានៅសហរដ្ឋអាមេរិកបន្តរៀងទៅសូមថ្លែងអំណរព្រះមហាករុណាគុណសូមអរគុណថ្លែងនៅអំណរអរគុណចំពោះអង្គដែលជាអ្នកដឹកនាំព្រមទាំងសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភជាអំណោយអណ្ដូងដល់នាងខ្ញុំបកករណាខ្ញុំនេះក៏សូមថ្លែងអំណរគុណហើយក៏សូមប្រសិទ្ធពរបវរសួស្តី4ប្រការសូមចូលមានដល់បកករណាគ្រប់ព្រះអង្គព្រមទាំងអស់លោកអ្នកដែលមានចិត្តសន្តោសប្រណីដល់ខ្ញុំបកករណានាងខ្ញុំនេះសូមបានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធពរទាំង4ប្រការសូមបានសម្រេចដូរសេចក្តីប្រាថ្នាបានតដល់ញោមដែលជាម្ចាស់ទានអន្តទឹកអណ្ដូងដែលញោមបានផ្ដល់មកនេះគឺថាទឹកចេញបានថ្លាល្អណាស់អន្តអញ្ចឹងសូមញោមទទួលអនុមោទនាដោយរីករាយបានចុះបាទញាតិញោមពុទ្ធបរិស័ទចង់ជួយជិនរងទឹកឲ្យជនកិច្ចក្រសូមតែមានការសប្បាយរីករាយណាស់ចូលបានហើយជំនឿខ្លះម៉ែសន្តានាទូរស័ព្ទមានការលំដាប់ការប្រើប្រាស់721 724សូមអរគុណទុកជាមុនឥឡូវនេះបានអំណោយនឹងទឹករបស់សម្មាសម្ពុទ្ធលោកទាំងតាសម្ដែងថាបានអានិសង្សរៀងបានផ្ដល់មកឲ្យនេះបានអានិសង្សថ្ងៃទាំងយប់គាត់បានធូរស្រាលហើយមិនបានកណ្ណាបើខ្វះទឹកហើយឃើញថាមិនពីទេហើយពេលដែលគាត់បានចិត្តសប្បាយចិត្តរីករាយជាទីបំផុតនេះគឺជាអណ្ដូងលោកវ៉ារុនអ្នកស្រីសមាគមព្រះពុទ្ធសាសនាអំណាចនឹងទឹករបស់លោកវ៉ាអរុនអ្នកស្រីវ៉ាការ៉ាជីដឹកនាំដោយព្រះភិក្ខុមហាយិននឿនព្រះភិក្ខុមហាសំយុះព្រះភិក្ខុរស់ចន្ទរានៅសហរដ្ឋអាមេរិករួមនឹងសាមណនិស្សិតនៅកម្ពុជាធ្វើនៅភូមិបង្រៃឃុំក្រោលគូស្រុកស្វាយជ្រុំខេត្តស្វាយរៀងស្ថាបនារួចនៅថ្ងៃទី16ខែ5ឆ្នាំ2003ហើយចម្រើនតដល់ញាតិញោមទាំងអស់គ្នាអន្តឥឡូវនេះ
ញោមបានដងទឹកប្រើប្រាស់ហើយតើឥឡូវនេះញោមញាតមានសេចក្តីត្រេកអរសប្បាយរីករាយយ៉ាងណាដែរគឺដែលបានដងទឹកប្រើប្រាស់ហើយចឹងទៅមកគឺសប្បាយអន្តសូមជឿខ្ញុំប្រកាសថាមានខ្ញុំអរគុណចំពោះអ្នកដែលផ្ដល់ដូងឲ្យមានខ្ញុំអរគុណណាស់រកអ្វីព្រៀបទៅពុំបានទេមានតែសេចក្តីអបអរសេចក្តីសាទរសេចក្តីអរគុណណាស់ណែតាណាន់រកអ្វីទៅមិនបានដល់លោកអ្នកដែលផ្ដល់អណ្ដូងមកឲ្យដល់មានខ្ញុំគឺឈ្មោះរបស់លោកលោកវ៉ារិនអ្នកស្រីវ៉ាការ៉ាជីមានខ្ញុំអរគុណជូនពរដល់លោកដឹកនាំឲ្យបានសេចក្តីសុខសេចក្តីចម្រើនតរៀងទៅសូមជូនពរឲ្យបានលោកមានអាយុយឺនយូរបាទសេចក្តីសុខសេចក្តីចម្រើនចា៎លោកចឹងចឹងដល់ម្ចាស់ឲ្យអណ្ដូងទឹកដល់យើងខ្ញុំក៏សូមឲ្យបានអាយុយឺនវែងណាយ៉ាងណាសូមដល់សម្រាប់ដូចគោលនៅប្រាថ្នាយ៉ាងណាឲ្យបានសម្រេចដោយគោលបំណងប្រាថ្នារបស់អស់លោកសូមអរគុណមើលអូនអូនទៅជួយឲ្យនឹកទឹកវិញមើលទៅចាក់ចំនៅពបានទឹកងូតអីទៅចាក់ចំនៅទាំងចាស់ទាំងក្មេងសប្បាយចិត្តនៅពញោមនោះញោមម្នាក់នោះក៏បានទឹកថ្លៃម្ដងអរគុណបណ្ដាគាត់យំបណ្ដាគាត់សប្បាយចិត្តពេកគាត់សប្បាយចិត្តណាស់គឺថាបានជឿនរបស់គាត់បុណ្យថ្ងៃកំណើតហើយគាត់ក៏បានយកផ្កាយទាំងអស់នេះជឿម្ចាស់ទីមានដូងបានជឿទៅដំណើរដូចជាយើងបានលោកវ៉ារត់ជឿជឿននៅថ្ងៃវ៉ាការ៉ាជីគុំបង្រាយគុំទៅទៅទៀតតែតែនេះឥឡូវនេះគាត់បានទឹកប្រើប្រាស់គាត់មានការសប្បាយរីករាយណាស់បានតដោយការពីមុនមកមានការលំបាកក្នុងការប្រើប្រាស់ទឹកឥឡូវនេះគាត់បានអំណោយទឹកដែលញោមបានដល់គាត់នេះគឺថាឥឡូវហ្នឹងគាត់បានទឹកប្រើប្រាស់បបោណាលែងពិបាកដូចពីមុនទៀតហើយអញ្ចឹងចានេះដល់មកចាំមកតាតែមួយចាអណ្ដូងទឹកមួយ$150បងបើយើងយកចង់ជួយក៏សូមតាក់ទងនឹងខុរស់ចន្ទរាឬក៏ស្មារតីខុមហាយមានទូរស័ព្ទ214 771 7344បាទតាមរៀងដល់យកដល់ថ្ងៃហើយឥឡូវបាយដែរឥឡូវជូនពរទៅយ៉ាងម៉េចសមាធិផងចិត្តកាយសบายចិត្តស្អាតបានដូងរបស់ចិត្តសោកខាងចិត្តឥឡូវជូនពរឲ្យគេចាំដល់ចិត្តបន្តចាំដល់បានសុខមកបានវាបានទៅសេចក្តីសុខសេចក្តីចម្រើនអាយុយឺនយូរកម្លាំងខ្លាំងខ្លាសบายពេកហ៎ញោមម្នាក់នោះក៏អរគុណច្រើនហើយព្រោះគាត់សប្បាយចិត្តដោយសារការជីកអណ្ដូងទឹកការសាងថ្នល់សាងជីកប្រឡាយជីកស្រះទឹកសាលារៀនទាំងអស់នេះគឺថាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់តាសម្ដែងថាបានបុណ្យទាំងថ្ងៃទាំងយប់បានបុណ្យរៀងរាល់ថ្ងៃក៏សាងស្រង់អណ្ដូងទឹកបានបុណ្យសន្ធឹកដោយសាងវិហារនឹងកត់សាលាថ្វាយព្រះភង្គវីផលបានស្មើគ្នាទាំងថ្ងៃទាំងយប់សាងថ្នល់សង់ស្ពានធ្វើជាសួនច្បារអានិសង្ឃថ្លៃថ្លាដាំឈើជាមលុបជីកអូប្រឡាយបនបានឥតឈប់រៀងរាល់ថ្ងៃយប់
ចេញរីងអស់យើងខ្ញុំក្រីក្រជាតិសង្ខេមរាគ្រប់រូបកាយាត្រេកអរដល់ស្មោះដល់អ្នកម្ចាស់ទៀនទាំងសង្គ្រោះដែលនឹកស្រនអងអាណិតកម្ពុជាជួយជប់ជីវិតយើងខ្ញុំគ្រប់ប្រាណឲ្យរួមខ្សែមសានផុតទុក្ខវេទនាសូមឲ្យម្ចាស់ទៀនបានសុខគ្រប់គ្នាមានជោគជ័យយាបានបន់រាល់ថ្ងៃ សូមថ្លែងអំណរគុណដល់ជាជ្រៅចំពោះម្ចាស់អំណោយក៏សូមបានប្រកបតែនឹងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយសង្ឃឹមថាញាតិញោមជាពុទ្ធបរិស័ទនឹងមិនភ្លេចនៅកម្ពុជាជួយគ្នាក្នុងគ្រាក្រសូមអរគុណទុកជាមុនសូមចម្រើនពរព្រះ